ការសម្រេចកម្មនៃខ្លួនឯងឬការជួយខ្លួនឯងគឺជាសកម្មភាពដែលមនុស្សភាគច្រើនបានយល់ឃើញថាវាអាចជួយសម្រួលដល់អារម្មណ៍ផ្លូវភេទរបស់ពួកគេយ៉ាងមានសុវត្ថិភាពក្នុងកំឡុងពេលដែលពួកគេមិនទាន់រៀបអាពាហ៍ពិពាហ៍តើការសម្រេចកម្មនៃខ្លួនឯងគឺជាអ្វីយោងទៅតាមវចនានុក្រម Cambridge Dictionary Online បានឲ្យនិយមន័យថា masturbation ការសម្រេចកម្មនៃខ្លួនឯងឬការជួយខ្លួនឯងគឺជាការលេងឬត្រដុសអវយវៈខ្លួនឯងដើម្បីឲ្យខ្លួនឯងមានអារម្មណ៍សុខស្រួលរំភើបរីករាយផ្នែកផ្លូវភេទការសម្រេចកម្មនៃខ្លួនឯងអាចប៉ះពាល់ដល់សុខភាពលោកអ្នកដែរឬទេការសម្រេចកម្មនៃខ្លួនឯងគឺជាសកម្មភាពផ្លូវភេទមួយដើម្បីសម្របទៅតាមអារម្មណ៍ផ្លូវភេទនិងការជំរុញនៃអរម៉ូនដែលបានទាមទារវាគឺជាសកម្មភាពដែលមានសុវត្ថិភាពបំផុតដែលដុកទ័រភាគច្រើនបានណែនាំចំពោះអ្នកដែលមិនទាន់ចង់ប្រឡូកក្នុងសកម្មភាពរូបភេទនៅឡើយព្រោះវាអាចជួយឲ្យអ្នកជៀសផុតពីជំងឺផ្សេងៗដែលអាចឆ្លងតាមរយៈការរូបភេទក៏ប៉ុន្តែប្រសិនបើអ្នកប្រព្រឹត្តវាញឹកញាប់ពេកវាក៏អាចបណ្ដាលឲ្យទ្រុឌទ្រោមដល់សុខភាពអ្នកខ្លះៗផងដែរក៏ប៉ុន្តែវាមិនធ្ងន់ធ្ងរនោះឡើយប្រសិនបើយើងនិយាយពីផលប៉ះពាល់ទាំងអស់នោះរួមមានដូចជាមានអារម្មណ៍ហេវហត់អស់កម្លាំងគ្រប់ពេលវេលាបាត់បង់ទំនុកចិត្តលើខ្លួនឯងរលាកនៅលើប្រដាប់ភេទឈឺចុកអ៊ូលនៅលើពងស្វាឆាប់ចេញទៅកាមឈឺខ្នងឬចង្កេះជ្រុះសក់ជាដើមតើមនុស្សពេញវ័យចាំបាច់ត្រូវតែសម្រេចកម្មដោយខ្លួនឯងមែនឬទេវាមិនមែនជាការចាំបាច់ដែលអ្នកត្រូវសម្រេចកម្មដោយខ្លួនឯងនោះទេប្រសិនបើអ្នកមិនប្រព្រឹត្តវាឬគ្មានផលប៉ះពាល់អ្វីដល់សុខភាពរបស់អ្នកដែរដូច្នេះប្រសិនបើអ្នកមិនទាន់ចង់ប្រឡូកនៅក្នុងរឿងរួមភេទនោះទេសូមអ្នកកុំវាយកមកលេងឡំនៅក្នុងរឿងកំណត់អ្វីដែលធ្វើអ្នកគូយកពេលវេលាដែលអ្នកខ្លួនមានទៅក្រេបយកចំណេះវិជ្ជាដើម្បីខ្លួនអ្នកទាន់នៅក្មេងទើបជាការប្រសើរតើខ្ញុំគូសម្រេចកម្មនៅខ្លួនឯងប៉ុន្មានដងក្នុងមួយសប្តាហ៍ទើបជាការប្រសើរគឺវាអាស្រ័យទៅលើកម្លាំងពលៀងភាពប្រែប្រួលនៃវ័យនិងសុខភាពរបស់មនុស្សម្នាក់ៗដូច្នេះប្រសិនបើអ្នកជាអ្នកសម្អាតកម្មនៅខ្លួនឯងនោះអ្នកត្រូវចេះស្វែងយល់អំពីសុខភាពរបស់ខ្លួនក៏ប៉ុន្តែជាទូទៅការសម្រេចកម្មនៅខ្លួនឯងគួរតែប្រព្រឹត្តត្រឹម2ទៅ3ដងក្នុងមួយសប្តាហ៍ទើបប្រសើរតើអ្នកគួរធ្វើយ៉ាងដូចម្តេចដើម្បីកាត់បន្ថយសម្រេចកម្មនៅខ្លួនឯងសូមរៀបចំកន្លែងដែលអ្នករស់នៅដោយបានស្អាតហើយត្រូវប្រមូលឧបករណ៍ឬសម្ភារៈផ្សេងៗមានលក្ខណៈអាភាសចេញពីកន្លែងដែលអ្នករស់នៅលុបចោលនៅរូបភាពវីដេអូអាភាសផ្សេងៗចេញពីឧបករណ៍អេឡិចត្រូនិកនានាឧទាហរណ៍ដូចជាទូរស័ព្ទដៃម៉ាស៊ីនចាក់វីដេអូម៉ាស៊ីនកុំព្យូទ័រជាដើមហើយជៀសវាងប្រើប្រាស់អ៊ីនធឺណិតដើម្បីគោលបំណងសម្រាប់ស្វែងរករូបភាពអាភាសត្រូវកាត់បន្ថយការកាន់ឬលេងប្រដាប់ភេទរបស់ខ្លួនឯងជាញឹកញាប់ផ្លាស់ប្ដូរទម្លាប់របស់អ្នកមិនអាចកាត់បន្ថយការសម្រេចកម្មនៅខ្លួនឯងបានឡើយប្រសិនបើរៀងរាល់ថ្ងៃអ្នកតែងនៅសំងំក្នុងបន្ទប់ទឹកម្នាក់ឯងដើម្បីមើលរឿងអាភាសនោះសូមកែទម្លាប់របស់អ្នកដោយយកពេលវេលានោះចេញមកក្រៅផ្ទះដើម្បីជួបជុំមិត្តភក្តិជជែកគ្នាលេងឬក៏លេងកីឡាទើបជាការប្រសើរបង្វែរអារម្មណ៍ចង់សម្រេចកម្មនៅខ្លួនឯងអាចទៅលេងកីឡាជំនួសមកវិញក្នុងករណីដែលអារម្មណ៍ចង់សម្រេចកម្មនៅខ្លួនឯងសូមដោះស្រាយដោយវិធីធ្វើលំហាត់ប្រាណព្រោះថាការធ្វើលំហាត់ប្រាណអាចជួយដុតបំផ្លាញថាមពលក្នុងខ្លួនអ្នកនិងធ្វើឲ្យអ្នកមានកម្លាំងដែលលែងមានអារម្មណ៍ថាចង់ធ្វើវាបន្តទៀតបញ្ជាក់ការសម្រេចកម្មនៅខ្លួនឯងមិនប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនោះឡើយវាមិនបានធ្វើឲ្យអ្នកបាត់បង់សមត្ថភាពបុរសឬធ្វើឲ្យអ្នកគ្មានកូននោះទេ